ជាការបន្លំអត្តសញ្ញាណនៅក្នុងការទូទាត់ប្រាក់នាងខ្ញុំអនុស្នេហ៍តូសុកបញ្ញាជាគ្រូនគរបាលជាតិសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋជាទីគោរពស្រឡាញ់ទាំងអស់គ្នាជាទូទៅជនបោកប្រាស់តែងតែប្រើប្រាស់នៅរូបភាពនិងស្ថានភាពរស់នៅប្រចាំថ្ងៃដែលយើងតែងតែជួបប្រទះជាញឹកញាប់ដើម្បីធ្វើការតាក់ទាញនិងបោកបញ្ឆោតយើងទស្សនវិជ្ជាដែលឧស្សាហ៍ជួបប្រទះរួមមានដូចជាជនបោកប្រាស់ក្លែងបន្លំខ្លួនធ្វើជាអ្នកលក់បោះដុំដើម្បីទារប្រាក់ពីអ្នកលក់រាយជនបោកប្រាស់ក្លែងបន្លំខ្លួនធ្វើជាម្ចាស់តូបដើម្បីទារប្រាក់ឈ្នួលតូបនិងជនបោកប្រាស់ក្លែងបន្លំខ្លួនជាសាច់ញាតិរបស់ជនរងគ្រោះដែលត្រូវការប្រាក់ជាបន្ទាន់ជាដើមតើបងប្អូនដឹងទេថាជនបោកប្រាស់ធ្វើសកម្មភាពដោយរបៀបណាជាទូទៅជនបោកប្រាស់តែងតែផ្ដោតទៅលើកម្មវិធី Telegram បន្ទាប់មកគឺ Facebook រួច Messenger ជាដើមហើយល្បិចកលរបស់ពួកគេរួមមានការផ្ញើដំណរភ្ជាប់បោកប្រាស់ជនបោកប្រាស់តែងតែធ្វើការផ្ញើដំណរភ្ជាប់ទៅកាន់ជនរងគ្រោះដោយភូតភរថាចុចទៅដើម្បីទទួលបានប្រាក់រង្វាន់ឬក៏អត្ថប្រយោជន៍អ្វីមួយនៅពេលដែលជនរងគ្រោះចុចចូលទៅក្នុងដំណរភ្ជាប់នោះពួកគេនឹងធ្វើការសំងំខ្លួននៅក្នុងគណនីរបស់លោកអ្នកដើម្បីតាមដានរាល់សកម្មភាពពួកគេគ្រាន់តែរងចាំនៅឱកាសល្អមកដល់រួចធ្វើការចូលទៅក្នុងឆាតជាមួយនឹងដៃគូជំនួញឬក៏សាច់ញាតិរបស់ជនរងគ្រោះដើម្បីធ្វើការទារប្រាក់ឬក៏ការទូទាត់ប្រាក់ផ្សេងៗបងប្អូនប្រកាសជាឆ្ងល់ថាតើអ្វីទៅជាដំណរភ្ជាប់ដំណរភ្ជាប់គឺជាទីតាំងមួយនៅលើអ៊ីនធឺណិតដែលនាំជនរងគ្រោះទៅកាន់ទីតាំងនោះដោយស្វ័យប្រវត្តិនៅពេលដែលចុចដំណរនោះដែលដំណរភ្ជាប់អាចមានរូបភាពបែបនេះនិងបែបនេះជាដើមការបន្លំអត្តសញ្ញាណនិងការដំឡើងកម្មវិធីមេរោគជនបោកប្រាស់ក៏អាចធ្វើការបន្លំខ្លួនជានរណាម្នាក់ដែលលោកអ្នកស្គាល់ដើម្បីធ្វើការបង្កើតទំនុកចិត្តនិងបញ្ចុះបញ្ចូលឲ្យលោកអ្នកដំឡើងនៅកម្មវិធីផ្សេងៗដែលប្រភេទ file ជា APK សម្រាប់ទូរស័ព្ទ Android និង file exe សម្រាប់កុំព្យូទ័រដែលវាមានរូបរាងបែបនេះនិងបែបនេះជាដើមនៅពេលដំឡើងរួចកម្មវិធីមេរោគនេះនឹងធ្វើការលួចទាញយកនៅទិន្នន័យសំខាន់ៗមួយចំនួនដូចជាប្រវត្តិនៃការហៅទូរស័ព្ទចេញចូលបញ្ជីឈ្មោះទំនាក់ទំនងនិងសារផ្សេងៗរួមទាំងលេខកូដ OTP ផងដែរនៅពេលដែលលួចទិន្នន័យបានហើយជនបោកប្រាស់នឹងបន្តសង្ងំលាក់ខ្លួនដើម្បីធ្វើការស៊ើបការនៅពេលដែលឱកាសល្អមកដល់ដូចជាពេលដែលត្រូវបើកប្រាក់ឬក៏បង់ថ្លៃទំនិញផ្សេងពួកគេនឹងចេញមកឈប់បោកប្រាក់ពីជនរងគ្រោះតាមរយៈប្តូរលេខគណនីធនាគារឬក៏ប្តូរ QR code ទៅជារបស់ពួកគេតែម្ដងដើម្បីកុំឲ្យខាតបង់ថវិកានិងបង្ការពីការធ្លាក់ក្នុងអន្ទាក់ដ៏គ្រោះថ្នាក់មួយនេះតើបងប្អូនត្រូវធ្វើដូចម្តេចនាងខ្ញុំសូមធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់នៅវិធីសាស្ត្រដោះស្រាយតាមផ្លូវច្បាប់និងវិធានការការពារខ្លួនដូចតទៅនៅក្នុងករណីដែលបងប្អូនដឹងថាខ្លួនកំពុងចាញ់បោកគេហើយសូមអនុវត្តនៅវិធានការ3ជំហានដូចខាងក្រោមជំហានទី1បងប្អូនត្រូវប្រញាប់តាក់ទងនិងសហការជាមួយនឹងធនាគារដែលបងប្អូនប្រើប្រាស់ដើម្បីធ្វើការស្នើសុំបិទឬបង្កក់គណនីជាបណ្ដោះអាសន្នជំហានទី2បងប្អូនត្រូវទៅដាក់ពាក្យបណ្ដឹងនៅស្ថាប័នដែលមានសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុតសម្រាប់ជំហានទី3រាល់ការដាក់ពាក្យបណ្ដឹងបងប្អូនត្រូវភ្ជាប់មកជាមួយនៅភស្តុតាងជាក់ស្ដែងដូចជារូបភាពថតអេក្រង់សារសន្ទនានិងរូបភាពប្រតិបត្តិការផ្ទេរប្រាក់ជាមួយនឹងជនបោកប្រាស់ឲ្យបានគ្រប់ជ្រុងជ្រោយចុះបើសិនជាខ្ញុំមិនទាន់ជួបបញ្ហានេះតើខ្ញុំគួរតែការពារខ្លួនបែបណាទៅវិធីសាស្ត្រការពារខ្លួនមានដូចតទៅទី1ដាច់ខាតសូមកុំចុចទៅលើដំណរភ្ជាប់ផ្សេងដែលមានប្រភពមិនច្បាស់លាស់2មុននឹងធ្វើការទូទាត់ប្រាក់ឬក៏ scan បង់ថ្លៃអ្វីមួយសូមបងប្អូនមានទម្លាប់ពិនិត្យទៅលើឈ្មោះគណនីនិងលេខគណនីរបស់ធនាគារជាមុនសិនបើសិនជាក្នុងករណីឃើញគណនីមិនត្រឹមត្រូវសូមធ្វើការផ្អាកផ្ទេរប្រាក់ជាបន្ទាន់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាជៀសវាងនៅក្នុងការលាក់បាំងឬរារែកចិត្តនៅក្នុងការរាយការណ៍ជាពិសេសមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងគ្រប់ប្រភេទការស្វែងរកកិច្ចអន្តរាគមន៍និងផ្តល់ព័ត៌មានទាន់ពេលវេលារបស់បងប្អូនគឺជាការចូលរួមចំណែកដ៏មានតម្លៃក្នុងការគ្រប់គ្រងដល់សមត្ថកិច្ចមានជំនាញដើម្បីឈានទៅដល់ការទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពខ្ពស់ជាចុងក្រោយសូមចងចាំនៅពាក្យស្លោកសុវត្ថិភាពមួយនេះគិតមុនចុចពិនិត្យមុនផ្ទេររាយការណ៍ភ្លាមៗនៅពេលដែលមានបញ្ហាការចំណាយពេលត្រឹមតែ2-3វិនាទីដើម្បីត្រួតពិនិត្យមើលឈ្មោះនិងលេខគណនីអាចការពារប្រាក់និងគណនីរបស់បងប្អូនពីជនឆបោកបានសូមកុំទុកចិត្តត្រឹមតែរូបភាពឈ្មោះគណនីនិងសារដែលទទួលបានតាមរយៈ Telegram និង Messenger សូមចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នកដើម្បីចូលរួមបង្ការបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នាសូមគោរពអរគុណនិងសូមជម្រាបលា